នៅពីក្រោយការដឹកជញ្ជូននីមួយមានរឿងរ៉ាវជាច្រើនដែលអ្នកមិនដែលបានឃើញសម្រាប់យើងការងាររបស់យើងគឺលើសពីការដឹកជញ្ជូនពេលខ្លះយើងហ៊ានលះបង់ដើម្បីមនុស្សដែលយើងមិនដែលស្គាល់ព្រោះយើងយល់ច្បាស់ពីតម្លៃនៃដំណើរជីវិតពិតប្រាកដហើយអំពើល្អដែលយើងធ្វើមិនមែនស្ថិតនៅលើលុយដែលយើងរកបាននោះទេតែយើងធ្វើវាចេញពីចិត្តយើងគ្រប់គ្នាពួកយើងដឹងថាអ្វីដែលនៅក្នុងកាបូបដឹកជញ្ជូននោះមិនមែនមានត្រឹមតែអាហារមួយពេលនោះទេតែមានបង្កប់នូវអត្ថន័យជ្រៅដែលមិនអាចកាត់ថ្លៃបាននោះគឺទឹកចិត្តនិងភាពស្មោះត្រង់របស់យើងគ្រប់គ្នានៅពីក្រោយអាហារមួយពេលរបស់អ្នកគឺមានរឿងរ៉ាវតស៊ូនិងតម្លៃជីវិតជាច្រើនលោកអ្នកអាចបង្ហាញនូវទឹកចិត្តនិងផ្ដល់ស្នាមញញឹមដល់អ្នកដឹកជញ្ជូនតាមរយៈការកម្មង់អាហារជូនពួកគាត់គ្រាន់តែចុចលើប៊ូតុងទិញអាហារជូនអ្នកដឹកជញ្ជូនជ្រើសរើសហាងនិងម៉ឺនុយរួចធ្វើការកម្មង់ជូនពួកគាត់កាយវិការដ៏តូចមួយនេះពិតជាមានអត្ថន័យធំធេងណាស់សម្រាប់អ្នកដឹកជញ្ជូន